ទូក្នុងសុបិនក៏ស្មានមិនដល់ជួបអូនបងសែនកង្វល់រឹកនឹកដល់អនុសាស្នាមស្នេហ៍អភ័ព្វឲ្យយើងប្រត់ប្រះគ្នាតែពេលបានជួបពុំងារបែងដងរៀមរាប្រែជាស្រស់ថ្មីគឺខ្ញុំចង់និយាយពីកូនស្រីមីងក្រពុំបងសូមបីបងនេសាបងសូមផ្ដិតភ្នំរៀងរាល់ទិញវារីត្រីអាណិតស្រឡាញ់តាពិសេសអូនប្រៀបដូចម្ចាស់ស្ត្រីក្នុងដួងហឫទ័យអាណាចក្រស្នេហ៍រាជនីដួងចិត្តបងពិតស្នេហ៍ស្ងួនមិនដឹងថាស្រស់នឹងនួនអូនព្រមស្ម័គ្របងឬទេរាជនីដួងចិត្តបងពិតស្នេហ៍ស្ងួនរាជនីដួងចិត្តបងពិតស្នេហ៍ស្ងួនជំរាបសួរលោកបាទជំរាបសួរហើយអ្នកមីងមានកាយដែរតើលោកមានខោអាវឲ្យខ្ញុំបោកអ៊ុតដែរទេចាខោអាវបោកអ៊ុនចាលោកខ្ញុំចង់រកកម្រៃបន្ថែមជួយគ្រួសារមានអ្នកមីងអញ្ជើញចូលក្នុងសិនមកចាលោកអ្នកមីងអញ្ជើញគួយសិនទៅអង្គុយមកអ្នកមីងចាអរគុណហើយលោកខ្ញុំឈរបានហើយអង្គុយទៅចាំនិយាយគ្នាមកសូមជើញមកអង្គុយទៅនាងនាងជាកូនស្រីរបស់អ្នកមីងមែនទេចាជាកូនស្រីច្បងខ្ញុំលោកឪពុករបស់នាងនៅទេនៅលោកអ្នកមីងចាំខ្ញុំមកផ្លែណាចាំខ្ញុំទៅរើខោអាវយកមកឲ្យមីងបងអូនចាលោកអ្នកមីងខ្ញុំអរគុណហើយលោកកុំអរគុណអីអ្នកមីងនេះគឺជាកម្លាំងញើសរបស់អ្នកមីងតានិយាយអញ្ចឹងអ្នកមីងមានកូនប្រមាណអ្នកដែរទាំងអង្គ7នាក់តែស្លាប់អស់2នាក់ហើយគ្រួសារធំដែរតាឪពុករបស់នាងធ្វើកាយដែរចាអ្នកផ្ទះខ្ញុំគាត់ធ្វើជាជាងនៅរោងដំបាញតែឥឡូវគាត់ឈឺយប់ឡើងគាត់ទៅយាមឃ្លាំងឲ្យគេគួរឲ្យអាណិតគាត់ណាហើយអ្នកមីងនិយាយថានាងជាកូនស្រីច្បងមកអស់មែនទេចាលោកចាខ្ញុំជាកូនស្រីបងហើយខ្ញុំមានបងប្រុសម្នាក់ទៀតគាត់ឈ្មោះវណ្ណាកូនី
ថ្ងៃនេះមានតែកៅអៅប៉ុណ្ណឹងទេចាំអាទិត្យក្រោយប្រហែលជាមានច្រើនជាងនេះទៀត ចាស់លោកអញ្ចឹងលោកឲ្យខ្ញុំយកមកជូនលោកនៅថ្ងៃណាដែរ អូថ្ងៃច័ន្ទចុះក៏បាន ខ្ញុំអរគុណលោកហើយអញ្ចឹងខ្ញុំជម្រាបលាលោកសិនហើយ បានជើញ កូននេះសំពះលាលោកតើកូន ចាលោកខ្ញុំជម្រាបលាសិនហើយ ថ្ងៃក្រោយអ្នកមីងមិនចាំបាច់អីគួរសមដំឡើងពេកទេណាព្រោះថាខ្ញុំជំនួសធម្មតាទេ កូននេះឆាប់មក ចាំអីលីហើយលោក ខ្ញុំជម្រាបលាលោកម្ដង បាន ទៀត ជើញចុះ ខ្ញុំជម្រាបលាហើយ បាទ កូននេះកូនឯងចាំម៉ៃនៅខាងក្រៅមុនទៅណា ចាំអី តោះ បន្ទប់លោកនឹងស្អាត លោក ណាស់ នឹង ណា រៀបសារណាគេជាមនុស្សល្អណាស់ គាត់មកទីនេះធ្វើអីដែរម៉ៃ ម៉ៃលឺអ្នកផាននិយាយថាគឺជាតំណាងក្រុមហ៊ុនបរទេសទទួលទិញកសិផលនាំចេញទៅស្រុកក្រៅ គាត់ទៅគាត់មានសំណាងណាស់ម៉ៃណោះយកបត់បងណាក់ក៏ល្អអន្តើម៉ៃយើងអាចមានការងារធ្វើបន្ថែមហើយហើយគាត់នឹងស្នាក់នៅយូរតែម៉ៃខ្លាចតែឆាប់ទៅវិញយើងលែងបានបោកកៅអៅទៀតហើយ យើងបោកខោអាវឲ្យគាត់បានយើងក៏បោកខោអាវឲ្យអ្នកផ្សេងបានដែរតើកូនហើយតែភ័យអីណោះ តែគាត់ចូលចិត្តគាត់ជាងម៉ៃ ក្អូបណាម៉ែតែថ្មីចែដូចអត់ប្រឡាក់អីសោះម៉ែណា គេជាមនុស្សមានសន្តាប់ធ្នាប់គេពាក់ដោយប្រុងប្រយ័ត្នអញ្ចឹងហើយបានជាមិនសូវប្រឡាក់នឹងណាកូន គាត់ណាស្អាតទាំងរូបស្អាតទាំងកៅអៅណាម៉ែណា ហើយកំពុងតែហាលខោអាវនៅណាហ្នឹងពីអ្នកម៉ែកូនហ្នឹងឬចុះខោអាវនៅណាគេហ្នឹងម៉ែវា ខោអាវភ្ញៀវនៅអូតែលគេឲ្យខ្ញុំបោកអូតឲ្យគេនឹងណាពុកវា បងយើងអាចរកកម្រៃបន្ថែមពីប្រាក់ខែណាបងបើមានភ្ញៀវឲ្យកៅអៅយើងបោកច្រើនកាលណាយើងក៏មានប្រាក់ច្រើនគ្រាន់តែតបទៅជីវភាពដែរណាបង តែអញវាមិនចូលចិត្តខោអាវនេះសិតតែខោអាវប្រុសចូលឡើងតាក់ទងទៅជាមួយប្រុសប្រយ័ត្នប្រយែងផងណាភ្ញៀវនៅអូតែលណាវាមានគ្រប់បែបគ្រប់យ៉ាងម៉ែវាអញតង់ចេះគិតផងទៅកុំអាសានាំកូនហ្នឹងទៅអូតែលពេកកូនស្រីវាធំហើយ ខ្ញុំដឹងហើយរឿងកូននោះខ្ញុំចេះការពារហើយ រាជនីដួងចិត្តបងពិតស្នេហ៍ស្ងួនរាជនីដួងចិត្តបងពិតស្នេហ៍ស្ងួន តែសំខាន់ណាស់រឿងកាពះទាំងសម្បុកនេះបើមិនខំជួយរកគ្នាទេបានអីឲ្យវាស៊ីគ្រប់ទៅឲ្យវាឯងមានមាត់ចេះតែថាបានហើយតែខ្ញុំម្នាក់បើកភ្នែកកាលណាពិបាកចិត្តកាលហ្នឹងបានអីឲ្យកូនស៊ីដល់តែខំរកទៅនៅថាខុសទៀតហើយមិនដឹងជាធ្វើយ៉ាងម៉េចទេខ្ញុំ ស្អីក៏ម៉េះអញគ្រាន់តែនិយាយបន្តិចសោះហ្នឹងណាអញមិនជួយគិតជួយបារម្ភមុននឹងរឿងរ៉ាវវាកើតឡើងចុះបើយើងបានគិតមុនទៅតែវាខាត់ស្អី ឲ្យវាឯងចិត្តចង្អៀតចង្អល់ដល់ហើយ យេcònនេះវៃ គិតតែរឿងអត់បានការតែអារឿងកាពះយំទាស៊ីរាល់ថ្ងៃនេះ
អត់ដែរជួយគិតគ្នាទេគិតតែបន្ទោសកូននេះ ចាម៉ែ ទៅបង្កាត់ភ្លើងដាក់ឆ្នាំងអ៊ុតមកណាកូន ចាម៉ែ មកដល់អាយុប៉ុណ្ណាខ្ញុំបានប្រឡូកសពខ្ញុំបានស្គាល់នារីជាច្រើនតែខ្ញុំពុំដែលដិតអារម្មណ៍លើនារីណាម្នាក់ឡើយចុះហេតុអីចំពោះក្មេងស្រីម្នាក់នេះអារម្មណ៍ខ្ញុំច្បុកច្បល់ចម្លែកម្ល៉េះខ្ញុំថាមិនត្រូវគិតពីនាងនោះទេព្រោះនាងនៅក្មេងណាស់នាងបរិសុទ្ធណាស់តែខ្ញុំដូចជាលេងធ្វើជាម្ចាស់ខ្លួនឯងបានទៀតហើយ ចរិតល្អនិងភាពស្លូតបូតរបស់នាងទាំងម្ដាយទាំងកូនធ្វើឲ្យខ្ញុំទប់ចិត្តមិនគិតមិនបានទេនាងទេហ៎ចាហើយចាំមិនហើយសុខសប្បាយទេចាសុខសប្បាយទេម៉ែគាត់អត់បានមកទេគាត់ចាប់រវល់គាត់ឲ្យខ្ញុំយកកៅអៅមកជូនលោកវិញចាអត់អីទេអញ្ចឹងនាងចូលក្នុងមកតែពេលបានជួបពុំងារបេងដងរៀមរាប្រែជាស្រស់ថ្មីចូលមកក្រវ៉ាន់ក្រពុំបងសូមបីបងនេសាបងសូមផ្ដិតភ្នំរៀងរាល់ទីងរីត្រីអាណិតស្រឡាញ់
អង្គុយសិនទៅ ពិសេសអូនប្រៀបដូចម្ចាស់សក្រីក្នុងដួងហរតីអនាចក្រស្នេហ៍ អូ រៀបជនី ខោអាវរបស់លោក ដួងចិត្តបង អរគុណ ពិតស្នេហ៍ស្នួន យ៉ាងម៉េចហើយម្ដាយរបស់នាងគាត់សុខសប្បាយទេ អឺចាសុខសប្បាយជាទេ ហើយចុះលឺសួរទៅប្អូននាងឈឺ ចាវាបានក្រាន់បានហើយ ហើយចុះប្អូននាងវាកើតជំងឺអីដែរ ចាវាកើតជំងឺកញ្ជ្រិលវាឈឺច្រើនណាស់ពីមុនខ្ញុំស្មានតែវាមិនរស់ផង ខ្ញុំសប្បាយចិត្តណាស់ដែលប្អូននាងបានធូរនិយាយអញ្ចឹងឪពុករបស់នាងមានអាយុប្រហែលឆ្នាំហើយ អឺគាត់អាយុ1 2 3 4ចាគាត់អាយុ57ឆ្នាំហើយ 57ឆ្នាំ ចា គាត់បានធូរស្បើយហើយឬនៅ គាត់មិនតាន់ជាស្រឡះទេប៉ុន្តែគាត់ខំប្រឹងធ្វើការ រៀបជនីដួងចិត្តបងពិតស្នេហ៍ស្ងួនរៀបជនីដួងចិត្តបងពិតស្នេហ៍ស្ងួន ព្រោះតែគ្រួសារយើងខ្វះខាតពេក ហើយចុះប្អូនរបស់នាងបានចូលសាលាគ្រប់គ្នាដែរទេ ចាគ្រប់គ្នាឲ្យលោក លោកកាត់អីហ៎ អត់អីទេគ្រាន់តែផ្ដាសាយបន្តិចបន្តួច លោកមកថែសុខភាពផងណា បានអរគុណនេះជាប្រាក់កម្រៃថ្លៃបោកអ៊ុតរបស់នាងយកទៅ ចាខ្ញុំអរគុណច្រើនណាស់អញ្ចឹងពេលណាលោកឲ្យខ្ញុំមកកៅអៅថែមទៀតចា ល្ងាចថ្ងៃសៅរ៍នាងមកយកបោកទៀតចុះតែខ្ញុំចង់និយាយលេងជាមួយនាងតើនាងអាចនិយាយជាមួយខ្ញុំបានទេ ចាទេព្រោះល្ងាចណាស់ហើយខ្លាចម៉ែគាត់ចាំមើលផ្លូវ បាននាងទៅចុះ តួក្នុងសុបិន អញ្ចឹងខ្ញុំជម្រាបលាសិនហើយណា ដល់ជួបអូនបងសែនកង្វល់រឹកនឹកដល់អនុសាស្នាមស្នេហ៍អភ័ព្វឲ្យយើងប្រត់ប្រះគ្នាតែពេលបានជួបពុំងាបែងដងរៀមរាប្រែជាស្រស់ថ្មី នឹងអត់ប្រអីសោះ ក្រវ៉ាន់ក្រពុំ ក្រអូបណាស់ណាគ្មានឃើញប្រអីផងមិនក៏បោកណាបោកទេអានេះស្អាតណាស់ក្រអូបណាស់ក្រអូបមែនតើប្រហែលជាទាំងអស់ថ្លៃហើយមើលទៅណា ធ្វើមិនចេះខ្វះអ្វីមួយ
ណែអង្គុយមកណាមីង ចាអរគុណហើយលោកខ្ញុំឈរបានហើយ អង្គុយទៅចាំនិយាយគ្នាមកសុំជើញមកអង្គុយទៅនាង អូមីងអញ្ចឹងអង្គុយសិនទៅមីងអញ្ចឹងមីងមានកូនប្រហែលអ្នកដែរខ្ញុំមានកូន7នាក់ប៉ុន្តែកូនខ្ញុំស្លាប់អស់2នាក់ហើយ គ្រួសារធំដែរតើឪពុករបស់នាងធ្វើកាយដែរ ជាគ្រូសាស្ត្រធំដែរតានិយាយអញ្ចឹងមីងថានេះជាកូនស្រីច្បងរបស់មីងមែនទេចាលោកខ្ញុំជាកូនស្រីច្បងហើយខ្ញុំនៅមានបងប្រុសម្នាក់ទៀតឈ្មោះវណ្ណៈ ថ្ងៃនេះមានតែកៅអៅប៉ុណ្ណឹងទេចាំអាទិត្យក្រោយប្រហែលជាមានច្រើនជាងនេះទៀត ថ្ងៃនេះគួរស្ដាយណាស់ខ្ញុំមានតែកៅអៅប៉ុណ្ណឹងទេចាំអាទិត្យក្រោយអ្នកមីងចាំមកយកទៀតចុះណាហើយលោករីកអើយលោករីកហើយ ខ្លាក់ដៃព្រះអើយអីក៏ធំម្ល៉េះអូយធំណាស់ណាធំណាស់ណា គ្រាចជនីដួងចិត្តបងពិតស្នេហ៍ស្ងួន លោកផ្លែងផ្លាក់ដៃនៅក្នុងហាប់ប៉ាំងអាខ្ញុំយកមកជូនលោកវិញ អូនប្រ ក្រោយលោកប្រយ័ត្នបន្តិចណាព្រោះផ្លាក់ដៃនឹងធំណាស់ហ៎អូនប្រយ័ត្នហ៎លោករីអូនតោះរត់លឿនឡើង វ៉ាន់នេះ លុះមករណា